បាទទៅបងណាបាទគឺថាមួយយ៉ាងនេះមន់បងប្អូនយើងមានបញ្ហាខ្លាំងណាចឹងបងប្អូនត្រូវសារសង្កេតមើលមន់បងប្អូននៅពេលព្រឹកទៅបងប្អូនដាក់ចំណីដល់ស៊ីហ្នឹងណាបាទឲ្យបានល្អល្អន់ថាវាមានកម្មសិទ្ធិអាហារហួនវាស៊ីច្រើនវាអីទេណាបាទហើយយើងព្រួលនឹងវាយថ្នាំដាក់ថ្នាំដាក់អីឲ្យវាផឹកតាមជាក់ស្ដែងមកណាបាទគឺមួយក៏ចំណីដែលបងប្អូនដាក់ឲ្យស៊ីហ្នឹងវាស៊ីអស់អត់អញ្ចឹងណាបាទវាស៊ីអស់ទេគឺក៏វានៅគឺបងប្អូនអាចពិនិត្យពិចារណាមើលតាមនឹងជាក់ស្ដែងហើយខ្ញុំនៅតែនិយាយទៀតថាបងប្អូនគួរតែធ្វើវ៉ាក់សាំងទៅលើមាន់ឲ្យបានគ្រប់ចំនួនដងណាបាទបានគ្រប់ចំនួនដងពិសេសគឺវ៉ាក់សាំងពីកាសពំរោលាកសួតដាស់សាយជាមួយនឹងអសន្នរោគបាទណាបាទអញ្ចឹងខ្ញុំអាចថាធ្វើដូចអ្វីដែលខ្ញុំប្រាប់បានហើយនេះយើងនឹងងាយស្រួលក្នុងការព្យាបាលណាបាទយើងនឹងងាយស្រួលក្នុងការព្យាបាលទេបាទពេលពីមន់ឈឺតែបងប្អូនអត់បានធ្វើវ៉ាក់សាំងពេលព្យាបាលគឺយើងពិបាកហើយពិបាកក្នុងការព្យាបាលហើយព្រោះអត់ដឹងថាជំងឺមន់នៃឈឺហ្នឹងគឺបង្កដោយវីរុសឬក៏បាក់តេរីទេហើយយើងព្យាបាលឆ្នាំព្យាបាលមានតែពពួកអង់ទីយ៉ូទិកចាក់ចងទៅនឹងការព្យាបាលជាមួយនឹងបាក់តេរីទេហើយវីរុសព្យាបាលអត់ជាទេបងប្អូនណាបាទអញ្ចឹងវីរុសគឺយើងពឹងផ្អែកទៅលើវ៉ាក់សាំងដែលយើងធ្វើសម្រាប់មន់យើងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា